រឿងតាច័ន្ទរំលាកមានរឿងមួយដំណាលថាកាលនោះមានព្រៃមួយធំមានខ្លាមួយតែងតែខំមនុស្សម្នេជាចំណីជាច្រើនគ្មាននរណាហ៊ានទៅបោចវរផ្ដៅនោះទេថ្ងៃមួយតាច័ន្ទចូលទៅបោចវរក្នុងព្រៃនោះខ្លាវេលបចេញពីក្នុងព្រៃលបត្រង់ខំតាច័ន្ទកំពុងតែបោចវរតែតាច័ន្ទឆ្លាតក្រឡេកឃើញវេមុនហើយក៏និយាយម្នាក់ឯងថាអោពុទ្ធអើយឆ្នាំនេះឆ្នាំខាលទឹកបែកពេះវេលពេះកាលស្លាប់ខ្លាដំរីមរឹកពីមរឹកគេអស់គ្មានសេះសល់ឡើយខ្លាឮតាច័ន្ទនិយាយដូច្នេះភ័យបារម្ភណាស់មិនដឹងថាតាច័ន្ទកំពុងនិយាយកុហកទេអញតានេះនិយាយពិតមែនហើយបើទឹកធំមែនលិចវេលលិចព្រៃយើងអស់តែយើងគួរគិតទៅនៅទីណាទៅមានសុវត្ថិភាពទៅបដៅអញនេះអាណាវែងអញព្យួរកូនចៅអាណាខ្លីអញព្យួរត្បាល់អង្រែឲ្យសត្វទាំងឡាយអើយឆ្នាំខាលនេះស្លាប់អស់ហើយគួរឲ្យសង្វេគណាស់តាច័ន្ទនិយាយរកពុទ្ធោជាច្រើនដងក្នុងឆ្នាំខាលនេះស្លាប់អស់ហើយគ្មានសល់ទេគួរឲ្យសង្វេគណាស់ខ្លាស្ដាប់បានឮច្បាស់ហើយគិតថាគូតែអញស៊ូតានេះលើមើខ្លាក៏ស៊ូគឺតាច័ន្ទថាតាអើយតាក្នុងឆ្នាំខាលនេះទឹកធំមែនឬក៏អីតាច័ន្ទធ្វើជាភ្ញាក់ហើយនិយាយទៅខ្លាវិញថាអោចៅអើយទឹកធំណាស់បានជាតាភ័យនឹងកូនចៅបានជាតាចូលមករកផ្ដៅចងកូនចៅឲ្យផុតពីទឹកនឹងណាចៅខ្លាក៏មានចិត្តផិតភ័យនឹងពាក្យតាច័ន្ទខ្លាចស្លាប់ហើយនិយាយទៅតាច័ន្ទថានេះតាអើយតាអាណិតខ្ញុំផងតាមេតាចងព្យួរខ្ញុំឲ្យផុតពីទឹកបានទេបើតាជួយខ្ញុំពេលនេះខ្ញុំនឹងដឹងគុណតាមួយជីវិតទៀតផងមិនដឹងជាគុណស្រ័យអីទេចៅបាទតាមិនអីទេចៅអង្គុយចុះមកចៅចាំតាលើពីនេះសិនចុះខ្លាក៏ចូលមកអង្គុយចាំតាច័ន្ទអន់ណាស់គាត់កាប់សុទ្ធតែផ្ដៅធំមើលទៅមមល្អណាស់កុំឲ្យខ្លារើរួចលុះត្រាតាច័ន្ទបោចវផ្ដៅបានប្រគួចធ្វើជារងកហើយចូលទៅចុងចង្កេះខ្លាតាច័ន្ទក៏ស្រាវទាញឲ្យផុតជើងខ្លាពីដីតាប៉ុណ្ណេះផុតពីទឹកហើយក៏អីនឹងផុតពីទឹកហើយធានាថាផុតពីទឹកហើយចៅផុតពីទឹកហើយអាចៅតាច័ន្ទក៏កាន់កាំបិតទៅកាប់ឈើធ្វើជាដំបងតាកាប់ដំបងមកធ្វើអ្វីនឹងកាប់យកទៅផ្ទះនឹងណាចៅក្រែងលោប្រទេសនឹងសัตว์ឯទៀតវាមកប្រហើនមកប្រមាថតាតាអើយតាមានខ្លាឯណាទៀតមានតែខ្ញុំនេះឯងដែលតែងតែខាំគេរាល់ថ្ងៃនោះអានេះជាសត្វកាចបើដូច្នេះអញវាយឲ្យអស់ចិត្តក្នុងគ្រានេះសិនតាច័ន្ទកាន់ដំបងទៅចិត្តខ្លាចៅងើឲ្យស្ងៀមតាមើលចំណងឲ្យក្រែងវារបូតលងទឹកស្លាប់បាត់ទៅបាទតាចងខ្ញុំឲ្យចប់ណាតាអូយតាមិននឹងបានជាមកវេខ្ញុំអញ្ចឹងអូយឈឺណាស់តាខ្លាក៏នៅស្ងៀមទៅតាច័ន្ទលើកដំបងវេខ្លាក៏ប្រឹងរើបំប្រាស់ខ្លាស្រែករលាក់ស្បែកហាមខ្លួនជាខ្លាំងមុខវាវេទនាខ្លាក៏ប្រឹងរើបំប្រាស់ក្រឡាស់ខំខ្សែផ្ដៅដាច់ធ្លាក់ហើយក៏រត់បាត់ទៅឯតាច័ន្ទវិញពីខ្ទមមុខធ្វើស្រែវិញដៃធ្ងន់របស់គេវើយអាតាចង្រៃនេះហ៊ានបោកប្រាស់យើងផងចំជាសួយមែនតែនវើយនិយាយពីខ្លាដែលរត់រួចនោះបានរត់ទៅជួបនឹងដំរីមួយដំរីឃើញខ្លាបោលក៏ស្រែកសួរថាហេបងខ្លាភ័យរឿងអ្វីនឹងបានបោលមិនមើលក្រោយសោះចឹងបងអើយអាច័ន្ទរំលាកនោះវាបោកបញ្ឆោតវេខ្ញុំមើលចុះនេះបងអើយខ្លួនខ្ញុំនេះហើមអស់ហើយបងខ្លាអាច័ន្ទរំលាកនោះនៅឯណាទៅវាធ្វើស្រែនៅមាត់បឹងឯណោះបងអញនឹងព្រិចវាឲ្យស្លាប់តែម្ដងកុំឲ្យវាធ្វើបាបគេធ្វើបាបឯងតាមចិត្តបែបនេះទៀតខ្លាទៅដំរីដើរតាមរកតាច័ន្ទព្រិចឲ្យស្លាប់ដំរីពេលជួបនឹងតាច័ន្ទហើយតែដំរីមិនស្គាល់តាច័ន្ទឡើយតាឯងស្គាល់អាច័ន្ទរំលាកនោះដែរទេតើឯងស៊ូរកគាត់ធ្វើអីដែរខ្ញុំខឹងខ្លាំងណាស់វេសម្លាញ់ខ្លាខ្ញុំហាមខ្លួនអស់ហើយតាច័ន្ទរំលាកនឹងមែនគាត់នៅខ្ទមស្រែត្រែខាងកើតឯណោខ្ទមគាត់សនោះឯងតាជូនខ្ញុំទៅបន្តិចទៅអាណិតខ្ញុំផងណាបើខ្ញុំព្រិចវាស្លាប់មែនណាអ្វីខ្ញុំនឹងឲ្យតាទាំងអស់តាអរណាស់ចៅអើយប៉ុន្តែទឹកបឹងនេះជ្រៅណាស់តាទៅមិនរួចទេតាបើទឹកជ្រៅតាជិះលើកខ្ញុំមិនថាអ្វីទេបើដូច្នេះទៅក៏បានដែរទៅក៏ទៅតាច័ន្ទក៏កាន់កាំបិតព្រែមួយទៅផងតោងខ្ញុំឲ្យចប់ណាតាកុំបារម្ភអីដើរទៅមុខទៀតទៅលុះដើរបានចម្ងាយមួយស្រែតាច័ន្ទក៏កាន់កាំបិតកាប់ក្បាលដំរី3-4កាំបិតមុតចេញឈាមមានរបួសយ៉ាងដំណំដំរីមិនបានដឹងខ្លួនជាមុនទោះបីជាមានមាឌធំយ៉ាងណាក៏នៅតែចែកគំនិតរបស់មនុស្សតាមិនបានជាមកកាប់ក្បាលខ្ញុំទៅវិញអូយឈឺណាស់ឈាមបាត់ទៅហើយអូយដំរីក៏គេចបោលឡើងលើគោកដំរីត្រូវរបួសយ៉ាងខ្លាំងខំរត់ទម្រាំតែរួចខ្លួន
ក៏រលាស់ទម្លាក់តាច័ន្ទក៏បោលទៅជួបនឹងខ្លាឃ្មុំជាមិត្តខ្លាឃ្មុំឃើញដំរីជាមិត្តមានរបួសក៏សាកសួររឿងរ៉ាវ